រឿងតាដកជន់កូនគ្រួយសត្វតាដកបានជាមានក្បាលតំប៉ែកព្រោះហេតុត្រូវសត្វដទៃទៀតខោកថងតលតែរបើករੂសពអស់ដោយមានសេចក្តីនិទានតទៅនេះរឿងបុរាណមួយដំណាលថាមានសត្វតាដកចាស់មួយដែលស្វែងរកអាហារសពទឹកទីភូមិស្ថានដោយសារខ្លួនចរាបន្តិចទៅផងម្លោះហើយភ្នែកក៏មិនសូវពេញមើលផ្លូវឬសត្វតូចតាចក៏ពុំសូវឃើញតាដកដើរទៅស្ទើរដាច់សង្វែងក៏ទៅជួនលេកូនគ្រួយដែលពួនច្រកនៅក្នុងគុំត្រែងស្លាប់បងជីវិតទៅមេគ្រួយក្តៅចិត្តខ្លាំងណាស់តែមិនដឹងធ្វើដូចម្ដេចព្រោះខ្លួនតូចតាចពុំហ៊ានតវ៉ាជាមួយនឹងតាដកដែលមានមៀតធំជាងគ្រួងនោះឡើយមេគ្រួយដើរស្វែងរកសត្វណាដែលស្លូតបូតមានកតិទៀងត្រង់អាចរកយុត្តិធម៌ឲ្យខ្លួនបានខ្លួននឹងនាំយករឿងទៅប្តឹងសត្វនោះឲ្យជួយជំរះក្តីសម្រាលទៅខ្លួនគ្រានោះគ្រួចដើរទៅជួបនឹងសត្វគីងកកស្រែកសួរថាបងគ្រួចទៅណាមកណាគ្រួចឮគីងកកសួរគួសមក៏ត្រេកអរណាស់ទើបចាប់និយាយរៀបរាប់រឿងដែលខ្លួនឈឺចិត្តប្រាប់គីងកកសពគ្រប់គីងកកក៏កោះហៅតាដកមកសួរថាតាដកហេតុម៉េចបានជាទៅជន់កូនគ្រួចឲ្យស្លាប់បងជីវិតដូច្នេះតាដកឆ្លើយថាបានជាខ្ញុំជន់កូនគ្រួចព្រោះខ្ញុំភ័យដោយមកពីខ្ញុំឃើញសត្វក្រសាវាហូតដាវខ្វាក់ខ្ញុំនឹកថាប្រហែលជាមានសត្រូវមកដល់ទេទើបបានជាខ្ញុំស្ទុះមនីមិនឃើញទៅជន់កូនគ្រួចដូច្នេះគីងកកក៏កោះហៅសត្វក្រសាមកទៀតហើយសួរថាចុះហេតុអីបានជាក្រសាឯងហូតដាវនាំឲ្យតាដកភ័យស្ទុះជន់កូនគ្រួចស្លាប់បោះយ៉ាងនឹងក្រសាក៏ឆ្លើយភ្លាមថាបានជាខ្ញុំហូតដាវប្រញាប់ណាស់ព្រោះពេលនោះខ្ញុំឃើញសត្វក្អែកទឹកលើកតបសម្បើមណាស់ទើបខ្ញុំភ័យគីងកកក៏កោះហៅក្អែកទឹកមកសួរចម្លើយទៀតក្អែកទឹកឆ្លើយថាបានជាខ្ញុំនាំគ្នាលើកតបព្រោះខ្ញុំឮសូរធ្លុំវាយស្គរខ្ញុំស្មានតែមានគ្រោះអាសន្នអ្វីមកដល់ហើយបានខំនាំគ្នាលើកពលរហែទៅរងចាំការពារនឹងសត្រូវនោះគីងកកក៏កោះហៅធ្លុំមកដល់ទៀតហើយសួរថាចុះមានហេតុអ្វីបានធ្លុំឯងវាយស្គរឲ្យអាលគេឯងយ៉ាងនេះធ្លុំឆ្លើយថាបានជាខ្ញុំវាយស្គរពីព្រោះខ្ញុំឃើញសត្វទុងវាលយសំពៅខ្ញុំស្មានតែកើតហេតុអ្វីមួយបានជាវានាំគ្នាបើកសំពៅរត់យ៉ាងនេះគីងកកក៏កោះហៅសត្វទុងមកសួរចម្លើយទៀតទុងឆ្លើយថាធម្មតាខ្ញុំក៏រកស៊ីលើគោកដែរប៉ុន្តែពេលនេះបានជាខ្ញុំមនីនាំគ្នាលយសំពៅប្រញាប់ប្រញាល់រត់បន្តគ្នាដូច្នេះពីព្រោះឃើញតែដកវាស្ពាយយ៉ាមហើយក៏ស្មានតែមានអាសន្នមកដល់ហើយអ្នកទាំងអស់ក៏ហូកិលឡើងស្រែកព្រមគ្នាទោសនេះមកពីតាដកខ្លួនឯងនេះតាគីងកកសួរយោបល់សត្វទាំងអស់តបថាត្រូវនាំគ្នាខោកថងក្បាលវាឲ្យវារាំងចាល់ថាហើយសត្វទាំងអស់ក៏ព្រួតគ្នាខោកថងក្បាលតាដកគ្រប់គ្នាទីបំផុតគីងកកក៏ខំលោតធាក់ក្បាលតាដកដែរទាល់តែរោមក្បាលតាដករុះអស់តំប៉ែករហូតសពថ្ងៃសូមចុច Subscribe និងសញ្ញារូបកណ្ដឹងដើម្បីទស្សនាវីដេអូក្រោយទៀតសូមអរគុណ